សារធាតុដែកសំខាន់ចំពោះអ្នកម្ដាយមានប្រកបយ៉ាងណាខ្លះសារធាតុដែកអាចនិយាយបានថាជាសារធាតុសំខាន់មួយទៀតដែលចាំបាច់ណាស់សម្រាប់អ្នកម្ដាយមានប្រកបទាំងឡាយព្រោះក្រៅពីជួយឲ្យទារកនៅក្នុងផ្ទៃមានរាងកាយរឹងប៉ឹងមាំមួនជួយបង្កើនគ្រាប់ឈាមនៅខួរក្បាលហើយនោះនៅបានជួយឲ្យអ្នកម្ដាយមិនងាយនឹងងងឹតមុខឬខ្យល់គោដួលបានទៀតផងក្រៅពីនៅក្នុងសភាវៈប្រក្រតីដែលមនុស្សយើងត្រូវការសារធាតុដែកដើម្បីបង្កើនគ្រាប់ឈាមដល់រាងកាយរបស់ខ្លួនហើយនោះនៅក្នុងអំឡុងពេលមានផ្គប់រឹតតែជាអំឡុងពេលមួយដែលចាំបាច់ត្រូវតែបានទទួលសារធាតុដែកក្នុងបរិមាណដែលច្រើនជាងមុនទៀតផងព្រោះបើខ្វះសារធាតុដែកនោះក្រៅពីអ្នកម្ដាយនឹងការសភាវៈឈាមស្លេកហើយនៅមានផលប៉ះពាល់ដល់កម្មវិធីសាងអวัยวៈផ្សេងៗនិងការរីកចម្រើនធំធាត់ទាំងខាងរាងកាយនិងខួរក្បាលរបស់ទារកនៅក្នុងផ្ទៃទៀតផងជាប្រក្រតីនៅពេលមានការទៅពិនិត្យកបនោះគ្រូពេទ្យនឹងធ្វើការជូរឈាមដើម្បីពិនិត្យមើលថាតើរាងកាយអ្នកម្ដាយរឹងប៉ឹងមាំមួនដែរឬទេមានកំហាប់របស់ឈាមខ្លាំងឬតិចប៉ុណ្ណាបើរកឃើញថាអ្នកម្ដាយមានសភាវៈលោហិតស្លេកឬមានភាពប្រថុយប្រថាននឹងការកើតសភាវៈលោហិតស្លេកនេះលោកគ្រូពេទ្យអាចនឹងឲ្យវីតាមីនមកបំប៉នបន្ថែមឬការពារទុកជាមុនតែនឹងជាការល្អបំផុតបើយើងជ្រើសរើសញ៉ាំអាហារពីធម្មជាតិដែលសម្បូរទៅដោយសារធាតុដែកនោះដោយចែកចេញជាសារធាតុដែកដែលរាងកាយអាចបឺតជ្រាបបានលឿននិងអាចយកទៅប្រើប្រាស់បានភ្លាមៗហើយនិងសារធាតុដែលរាងកាយបឺតជ្រាបបានរាងយឺត1អាហារដែលផ្ដល់សារធាតុដែកប្រភេទដែលរាងកាយបឺតជ្រាបបានលឿនមានដូចជាអាហារពពួកសាច់សត្វគ្រឿងក្នុងនិងអាហារសមុទ្រដែលផ្ដល់នូវសារធាតុដែកខ្ពស់គឺសួតនិងថ្លើមជ្រូកកំពីសបង្គាក្រៀមគ្រុំកំផែមជាដើម2អាហារដែលផ្ដល់សារធាតុដែកដែលរាងកាយបឺតជ្រាបរាងយឺតត្រូវអាស្រ័យវីតាមីន C ជាជំនួយការនៅក្នុងការបឺតជ្រាបនោះមានដូចជាអាហារពពួកបន្លែស្លឹកបៃតងនិងគ្រាប់សណ្តែកផ្សេងៗស្លឹកជីប៉ាហរស្លឹកកន្ទុំទេសនិងធញ្ញជាតិពពួកគ្រាប់ល្ងសអ្នកម្ដាយមានប្រកបគ្រាន់តែឧស្សាហ៍ទទួលអាហារខាងលើនេះឲ្យបានច្រើនគប់ផ្សំនឹងការពិនិត្យរកមើលភាពខុសប្រក្រតីនៅក្នុងប្រកបឲ្យបានជាប់ជាប្រចាំដើម្បីកុំឲ្យខ្លួនឯងកើតសភាវៈលោហិតស្លេកដែលហុចផលប៉ះពាល់ដល់កូនតូចជាទីស្រឡាញ់នៅក្នុងផ្ទៃបានចំពោះអ្នកម្ដាយមានប្រកបណាដែលមិនទាន់បានទៅធ្វើការពិនិត្យឈាមអាចសាក់លបងសង្កេតមើលដោយខ្លួនឯងក៏បានថាតើខ្លួនឯងស្ថិតក្នុងសភាវៈលោហិតស្លេកឬកំពុងមានភាពប្រថុយប្រថាននឹងការកើតសភាវៈលោហិតស្លេកឬក៏អប់ព្រោះអាការៈលោហិតស្លេកនេះតែងបង្ហាញឡើងនៅលើរាងកាយដូចជាខ្លួនឡើងស្លេកស្លាំងលឿងដៃស្លាំងបបោមាត់ស្លេកឆាប់វឺនិងងងឹតមុខខ្យល់គោញឹកញាប់ឆាប់ហត់ស្ពឺស្រពន់លាក់បើរកឃើញថាខ្លួនឯងមានអាការៈដូចខាងដើមនេះទោះជាក្នុងចំណុចណាក៏ដោយយើងខ្ញុំសូមណែនាំឲ្យប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីទទួលវីតាមីនបំប៉ននិងជួសឈាមរកមើលភាពខុសប្រក្រតីផ្សេងៗទៀតផង